បាទសូមជម្រាបសួរបងអាណាព្យាបាលនៅក្នុងដែលបានមើលវីដេអូនេះទាំងអស់គ្នាក៏ជាសួស្តីដល់បងប្អូនដែលមើលតាមគេអាឋានទាំងអស់គ្នាហើយមួយវិញទៀតសួស្តីដល់កូនទាំងអស់គ្នាដែលនៅក្នុងថ្នាក់ផ្ទាល់បាទសួស្តីទាំងអស់គ្នាបាទអរគុណអញ្ចឹងថ្ងៃនេះគឺលោកគ្រូនឹងមានន័យថាបង្រៀនបងប្អូនទាំងអស់គ្នាណាអំពីតើទៅនឹងកាយគេការប៉ាន់ស្មានផលបូកបាទចង់ដឹងថាតើការប៉ាន់ស្មានផលបូកយ៉ាងណាអញ្ចឹងកុំភ្លេចតាមដានជាមួយលោកគ្រូទាំងអស់គ្នាបាទតោះអញ្ចឹងលោកគ្រូបរៀនបងប្អូនបណ្ដាលោកគ្រូនឹងថតវីដេអូដើម្បីទុកផ្ញើឲ្យបងប្អូនបានមើលនៅផ្ទះបន្ថែមទៀតនៅពេលមិនយល់ត្រង់ចំណុចណាមួយតន់បានទេកូនបាទអរគុណគូចុះបាទតោះឥឡូវកូនទាំងអស់គ្នាមានសភៅពុំគណិតវិទ្យាទាំងអស់គ្នាហើយណាបាទគឺសភៅពុំសូមកូនបាក់ទៅទំព័រទី27បាទទាំងអស់គ្នាហើយនៅតោះបាទតោះឥឡូវលោកគ្រូចាប់ផ្ដើមបើកូនមានសភៅពុំនៅចិត្តខ្លួនហើយកូនមើលទាំងអស់គ្នាការប៉ាន់ស្មានផលបូកកចំណោទមួយនោះគេប្រាប់យើងគេថាក្រុមកដាំផ្កាបាន515ដើមហើយក្រុមខដាំបាន492ដើមសំណួរដែលគេសួរយើងតើក្រុមទាំងពីរដាំផ្កាបានប្រហែលប៉ុន្មានដើមគេសួររកតម្លៃប្រហែលម្ដងទៀតក្រុមកដាំផ្កាបាន500បាទគឺ515ដើមចំណែកក្រុមខដាំបានប្រមាណ400បាទគឺ492ដើមហើយទៅគេសួរយើងគេថាតើទាំងពីរក្រុមហ្នឹងដាំបានផ្កាប្រហែលប៉ុន្មានដើមគេសួររកតម្លៃប្រហែលបើកាលណាគេសួររកតម្លៃប្រហែលគឺអូនមិនអាចបូកធម្មតាបានទេគឺអូនត្រូវតែអីគេបង្គត់ចំនួនសិនបាទតោះអញ្ចឹងគឺសញ្ញានេះណាអញ្ចឹងសញ្ញានេះគេហៅថាសញ្ញាប្រហែលមិនមែនជាសញ្ញាស្មើទេសញ្ញាប្រហែលអញ្ចឹងអូនត្រូវចេះបង្គត់ចំនួនអញ្ចឹងមេរៀនបង្គត់ចំនួនយើងបានសិក្សារួចមកហើយតោះឥឡូវយើងចាប់ផ្ដើមទាំងអស់គ្នាគឺលោកគ្រូសុំសេជាជួឈ515បូកនឹង492បាទអញ្ចឹងយើងត្រូវបង្គត់ចំនួនសិនណាតោះក្នុងបញ្ញត្តិក្នុងនិយមន័យដែលនៅក្នុងសភៅគេប្រាប់យើងគេថាដើម្បីប៉ាន់ស្មានផលបូកគឺយើងត្រូវបង្គុតតួបូកនីមួយត្រឹមខ្ទង់ធំបំផុតរួចធ្វើប្រមាណវិធីបូកធម្មតាអញ្ចឹងតួបូកនីមួយត្រឹមខ្ទង់ធំបំផុតកន្លែងណាអូនកន្លែងណាបាទគឺកន្លែងនេះរាប់មើលឥឡូវតួខាងលើរាយ10 100តាមនេះមែនទេខាងក្រោមរាយ10 100បាទដើម្បីប៉ាន់ស្មានផលបូកយើងត្រូវបង្គុតតួបូកនីមួយត្រឹមខ្ទង់ធំបំផុតអស់វាត្រឹមហ្នឹងឯណាត្រឹមខ្ទង់100បាទរួចធ្វើប្រមាណវិធីបូកធម្មតាអញ្ចឹងត្រូវតែបង្គុតចំនួនហើយក្នុងការបង្គុតចំនួនអូនបានរៀនរួចហើយការបង្គុតចំនួនណាគឺយើងត្រូវបង្គុតយ៉ាងដូចម្ដេចបង្គុតត្រឹមខ្ទង់100យើងមើលលើខ្ទង់ណាមើលខ្ទង់បាទគឺយើងមើលខ្ទង់10បើខ្ទង់10នេះជាលេខ1អញ្ចឹងបង្គុតចុះឬឡើងបាទបង្គុតចុះណាអញ្ចឹងចុះមានន័យថាអាលេខដែលត្រូវបង្គុតនៅដដែលអាលេខខាងក្រោយគឺខ្លាចជាលេខប៉ុន្មានបាទអញ្ចឹងគឺ5ហានេះគឺខ្លាចជាលេខ00ហើយបូកមកខាងក្រោមដូចគ្នាប្រកបតាមខ្ទង់100មើលលើខ្ទង់10បើខ្ទង់10ជាលេខ9អញ្ចឹងប្រកបឡើងឬចុះបាទឡើងមានន័យថាបូកអាលេខដែលយើងត្រូវប្រកបហ្នឹងមួយខ្ទង់មែនអត់ចំណែកអាខាងស្ដាំដៃទាំងអស់ហ្នឹងគឺខ្លាយទៅជាលេខ0បាទអញ្ចឹងគឺទៅជាលេខ500បាទនេះអញ្ចឹងយើងធ្វើបូកធម្មតាមកបាទ5បូក5 10ដូចនេះទាំងក្រុមកក្រុមខដាំផ្កាបានប្រហែល1000ដើមតោះណាបាទអូនត្រូវចាំណានៅពេលដែលសំណួរដែលគេសួរយើងថាប្រហែលប្រមាណគឺគេចង់ឲ្យយើងប៉ាន់ស្មានអ
ចឹងបើកាលណាប៉ាន់ស្មានអូនទៅតែបង្គុតចំនួននឹងសិនតោះណាដូចចំណត់យើងមកចឹងចំណត់យើងមកនេះគេថាក្រុមកដាំផ្កាបាន515ដើមចំណែកក្រុមខដាំផ្កាបាន492ដើមហើយគេសួរយើងថាតើក្រុមទាំងពីរដាំផ្កាបានប្រហែលប៉ុន្មានដើមដូចនេះយើងត្រូវទៅអីគេឲ្យយើងប៉ាន់ស្មានហើយបើគេឲ្យយើងប៉ាន់ស្មានយើងត្រូវចេះអីគេបង្គុតចំនួនបាទនេះបង្គុតចំនួនសូមបញ្យល់ភាសាទៀតណាកន្លែងបង្គុតចំនួននេះក៏លោកបងប្អូនអត់ដឹងតោះអញ្ចឹងបើបង្គុតទាំងខ្ទង់100អញ្ចឹងយើងត្រូវមើលលើខ្ទង់10បើខ្ទង់10វាជាលេខ0 1 2 3 4ប្រកួតចុះអញ្ចឹងវាជាលេខ1យើងប្រកួតចុះហើយចុះមានថាលេខត្រូវប្រកួតនៅដដែលអាហាងស្ដាំហ្នឹងជាលេខ0ទាំងអស់500នេះ500ចំណែកខាងក្រោមប្រកួតទាំងខ្ទង់100មើលលើខ្ទង់10ខ្ទង់10ជាលេខប្រហែលនេះ9អញ្ចឹងឲ្យដល់ខាងស្ដាំដៃរបស់វាជាលេខ9 8 7 6 5គឺយើងមកគុតឡើងកាលណាយើងមកគុតឡើងមានន័យថាយើងត្រូវតែបុកដែលលេខត្រូវប្រកួតហ្នឹងមកខ្ទង់1បុកនឹង1បន្ថែមបន្ទាប់មកអាហារស្ដាំដៃខ្លាយជាលេខ0អញ្ចឹង4បុក1វាស្មើ5ហើយនេះខ្លាយជាលេខ0ហើយនេះអញ្ចឹងយើងបូកធម្មតាមកគឺស្មើនឹង1000អូខេឥឡូវចំណុចកមួយនេះតើអូនយល់អត់បាទកន្លែងចំណុចមួយនេះគឺលក្ខណៈយើងបានយល់ហើយអញ្ចឹងសង្ឃឹមថានៅចំណុចបន្តមួយទៀតព្រោះការបូកចំនួនហ្នឹងការប៉ាន់ស្មានផលបូកហ្នឹងគឺយើងវាមាន2ករណីទី1គឺនៅពេលដែលខ្ទង់វាស្មើគ្នាយើងធ្វើតាមវិធីនេះប៉ុន្តែនៅពេលដែលខ្ទង់អត់ស្មើគ្នាធ្វើតាមវិធីផ្សេងប៉ុន្តែចាំបន្តិចទៀតលោកគ្រូនឹងបង្រៀនបងប្អូនបន្ថែមទៀតតាក់ទងនឹងវិធីមួយទៀតនៅពេលដែលខ្ទង់មិនស្មើគ្នាជួបជាមួយលោកគ្រូនៅវីដេអូបន្តទៀតបាទសូមអរគុណសូមជម្រាបលា